បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះទូតកោពីរវាមានបញ្ហាបាទបញ្ហាផ្សេងគ្នាមួយនេះគឺបញ្ហាស្ទះកញ្ច្រែងត្រជាក់មួយនេះគឺបញ្ហាស្ទះនេះលិចកញ្ច្រែងត្រជាក់អញ្ចឹងពីរនេះគឺវាបញ្ហាគឺកញ្ច្រែងត្រជាក់ដូចគ្នាគ្រាន់តែមួយស្ទះមួយលិចឥឡូវខ្ញុំនាំបងប្អូនទៅមើលវាលិចរបៀបម៉េចហើយយើងធ្វើរបៀបម៉េចបាទចំពោះកញ្ច្រែងត្រជាក់វានេះគឺវាលិចច្រើនកន្លែងមែនទែនបាទន័យថាវាពុកទៅហើយបាទនេះយើងផ្សារមកកន្លែងនេះគឺវាលិចមកកន្លែងនេះបាទយើងផ្សារមកកន្លែងនេះលិចមកកន្លែងនេះបាទបើនិយាយទៅផ្សារចិត្តកន្លែងផ្សេងលិចកន្លែងផ្សេងទៀតគឺលិចខូចតែម្ដងមកពុកអញ្ចឹងរបៀបជួសជុលវាហ្នឹងគឺខ្ញុំបានធ្វើការយកទៅយូរស្ពាន់ហើយនឹងរុំបាទទៅយូរស្ពាន់6លីហើយនេះយើងបាទរឹងកជ្រឹះហើយទៅយូរស្ពាន់6លីគឺយកមកកែវារបៀបអញ្ចឹងបាទនេះបងប្អូនអាចមើលបានហើយនេះគឺដោះតកទៅហើយរបៀបកែគឺបាទអត់មានសាំញ៉ាំអីទេអាហ្នឹងយើងយកទៅយូរស្ពាន់យើង6លីហ្នឹងយកមកបត់វាបាទបត់វាចុះឡើងបាទបត់វាចុះឡើងឲ្យបានបើនិយាយទៅយើងរាប់មើល1 2 3 4 5 6បាទឲ្យបាន6ជុំទៅបន្ទាប់មកទៀតយើងយកកាបបាទកាបហ្នឹងយើងយកប្រវែង1ម៉ែត្រកន្លះអីចឹងទៅបាទ1ម៉ែត្រកន្លះទៅ2ម៉ែត្រចឹងទៅហើយយើងយកមកធ្វើការបញ្ចូលវាអញ្ចឹងមកនេះបាទផ្សារភ្ជាប់ជាមួយនឹងនេះខ្សែកាបបងឃើញទេបាទខ្សែកាបនេះនៅនេះអានេះខ្សែតែម៉ូស្តាទេបាទខ្សែសម្រាប់កំណត់សីតុណ្ហភាពទេនេះខ្សែកាបគឺយើងផ្សារវាជាមួយនឹងអាចុងតយូនេះតយូត្រជាក់ហ្នឹងបាទបងប្អូនជាងគាត់យល់ហើយខ្ញុំមិនចាំនិយាយច្រើនទេគ្រាន់តែរបៀបកាយវាគឺអញ្ចឹងបាទបងប្អូនអាចមើលតាមនឹងទៅឲ្យបាន6ជុំហើយយើងផ្សារជាមួយនឹងខ្សែកាបយើងដាក់សំដាននេះវិញតិចសិនឥឡូវទៅចាក់ស្រួលណាបាទក៏ល្អមែនតើហើយទូនេះដែរគឺទូតូស៊ីបាចំណែកទូនេះបាទទូនេះគឺទូមេឌៀហើយទូនេះក៏ខ្ញុំធ្វើឲ្យដែរបាទបញ្ហានោះគឺវាស្ទះកាបនេះស្ទះកាបនេះស្ទះដៃកាបហ្នឹងអញ្ចឹងខ្ញុំធ្វើការដូរកាបថ្មីហើយនឹងដូរទៅយូស្ពាន់ប្រហែលជា1ម៉ែត្រកន្លះយើងភ្ជាប់ជាមួយនឹងកញ្ច្រែងត្រជាក់នេះវិញអញ្ចឹងចំពោះបញ្ហាទូនេះបន្ទូនេះវារៀងពិបាកធ្វើបន្តិចត្រង់ថាយើងដូរកាបហើយយើងត្រូវលាងសម្អាតប្រព័ន្ធកញ្ច្រែងត្រជាក់នេះមួយជាន់ទៀតដើម្បីឲ្យវាប្រកាសថាវាលែងស្ទះវាលែងស្ទះជាតិទឹកជាតិអីយ៉ាងក្នុងហ្នឹងបាទហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអាចមានចម្ងល់អីអាច comment នៅក្រោមវីដេអូនឹងបានបាទបើខ្ញុំចេះខ្ញុំនឹងធ្វើការអធិប្បាយប្រាប់បាទអរគុណសិតច្រើនជម្រាបលា